khơi slice ad mà có gì không màu thế này cho này cha chỉ có tầm chuông này ok taoដោយសារតែមួយថ្ងៃហ្នឹងគឺខ្ញុំឈឺពិតមែនក៏ខ្ញុំឈឺខ្លាំងអញ្ចឹងខ្ញុំអាចចេញជួយវីដេអូច្រើនបានទេសម្រាប់ថ្ងៃនេះគឺខ្ញុំឲ្យសាច់រឿងមួយមកជាតិឲ្យអ្នកទាំងអស់គ្នាហ្មងជាមួយនឹងសាច់រឿងឡានមកទឹកនៅកូនឡានហ្នឹងគឺមានពីរធឺមួយមកទឹកក្រៅស្រុកមួយមកទឹកក្នុងស្រុកតែក្នុងស្រុកហ្នឹងមកទឹកក្នុងស្រុកហ្នឹងបានថាឡានតែមានផ្លាកលេខហើយស្រាប់ក៏ទិញឡានមានផ្លាកលេខហើយស្រាប់ហើយនឹងមួយទៀតហ្នឹងគឺមកទឹកពីស្រុកក្រៅពីខាងអាមេរិកខាងអីហ្នឹងអញ្ចឹងណាអញ្ចឹងមកស្ដាប់សាច់រឿងយើងទាំងអស់គ្នាដែលសាច់រឿងពួកគាត់ហ្នឹងគឺខ្លីៗពេញអ្នកនរគ្នាអញ្ចឹងខ្ញុំអត់ចង់លើកមកឲ្យឥឡូវហ្នឹងបានអូននិយាយចាប់ភ្នាក់កតុយភ្នែកអញ្ចឹងរបៀបថាចេះសាច់រឿងគាត់ហ្នឹងគឺខ្លីៗព្រោះដោយសារតែសាច់រឿងប៉ិតទៅវាដែរមានវែងតែខ្លាំងរហូតទេអ្នកគ្នាអញ្ចឹងបាទខ្ញុំអត់តន់លើកយកមកដល់ពេលឥឡូវបានបងប្រុសតែគាត់ធ្លាប់ចែកម្លែកសាច់រឿងគាត់មកខ្ញុំដែរហ្នឹងឥឡូវគាត់ចែកម្លែកសាច់រឿងមួយទៀតហ្នឹងគឺសាច់រឿងការដែលជំនាន់គាត់ទិញឡានពេល2018ហ្នឹងហើយបានពីបងសុភ័ក្រហ្នឹងណាខ្ញុំនិយាយពីសាច់រឿងគាត់មុនហើយចាំមិននិយាយពីសាច់រឿងបងប្អូនដែលគាត់ធ្លាប់ចែកខ្ញុំដែរគឺយូរហើយខ្ញុំភ្លេចឈ្មោះគាត់ហើយប៉ុន្តែជាសាច់រឿងប៉ិតរបស់គាត់ហ្មងអញ្ចឹងចូលដល់សាច់រឿងទី1សិនដែលបងប្រុសសុភ័ក្រគាត់ក្នុងកន្លងឆ្នាំ2018គាត់នឹងម្ដាយគាត់ហ្នឹងបានទៅឃ្លាំងមួយហ្នឹងទៅទិញឡានមកទឹកប្រភេទពពួកកាមេរីគាត់ថាកាមេរីហ្នឹងចំណុចហ្នឹងដូចជាគាត់ទិញ13000ជាងអញ្ចឹងណា13000ហើយបន្ទាប់មកគាត់ក៏បានស្រឡាញ់ជាមួយនឹងម៉ូតឡានម៉ូតអីចឹងណាយើងមើលទឹកថ្នាំអីគាត់ថាមូលមកជុំអញ្ចឹងទៅគាត់ក៏សម្រាប់ថាទិញឡានហ្នឹងមកនៅពេលដែលគាត់ថាគាត់តាំងពីយកឡានហ្នឹងចូលមកដល់ក្នុងប្រទេសគាត់យកសពរហូតគាត់យកសពចម្លែករាល់សឹងតែរាល់យប់គាត់យកសពរហូតទៅដល់ថ្ងៃដែលគាត់រៀបលក់ឡានទៅបានគាត់ហ្នឹងយកសពរៀងចម្លែកយ៉ាងហ្នឹងទៀតមកស្ដាប់ខ្ញុំទេគាត់ថាខ្ញុំអត់ដែលខ្ញុំឆ្ងល់ថាហេតុអីតាំងពីខ្ញុំទិញឡានហ្នឹងមកចឹងយកសពឃើញតែថាឡានហ្នឹងបាត់ឡានយកដូចរបៀបយើងជិះទៅហូបអីនៅណាចឹងខ្ញុំចតចោលនឹងក្រាក់នឹងចាំខ្នល់ចឹងថាបាត់ឡានថាយើងទៅរត់ទៅរឡានរបៀបថាឡានហ្នឹងក៏យកសពឃើញតែបាត់សឹងរយប់ចឹងទៅ3យប់អីយកសពឃើញម្ដងអីចឹងណាហើយមកដល់ក្នុងឆ្នាំ2019ចុងឆ្នាំហ្នឹងពេលហ្នឹងគាត់ថាពេលកូវីដទៀតគឺសេដ្ឋកិច្ចគាត់តែបានធ្លាក់ចុះហើយណាគាត់ក៏សម្រេចចិត្តថាប្រកាសលក់ឡានហ្នឹងនៅពេលដែលយុគថ្ងៃដែលគាត់ថាលក់ឡានហ្នឹងចឹងគាត់ក៏យកសពចម្លែកមួយហ្មងគាត់យកសពឃើញពូនិយាយដល់ខ្លួនពូស្បឡើងគាត់យកសពឃើញអាកៀងលើចំមកស្រួយគាត់ថាពួកអាកៀងចំមកស្រួយពាក់មុខអារបៀបពាក់មុខដូចមនុស្សគេពាក់មុខកតាប់ចឹងហើយតែអាមុខបាំងមុខចឹងហ៎របៀបអាកៀងហ្នឹងចឹងហៅគាត់របៀបថាឲ្យគាត់ហ្នឹងមកជិះក្នុងឡានមួយគាត់គ្រាន់តែថារបៀបថាដូចមកបដៃដូចវិញ្ញាណគាត់ហ្នឹងមកបដៃគាត់ហ្នឹងជិះក្នុងឡានមួយហើយអាកៀងគាត់និយាយមួយគាត់ទេរបៀបថាវាគិតពីបើកបងហើយជន់នឹងវូទៅនៅក្នុងយល់សពគាត់ហ្នឹងគឺជន់លួនមែនតើគាត់ថាពេលគាត់ព្យាយាមនិយាយមកមួយហ្នឹងក៏មួយហ្នឹងអត់និយាយមួយគាត់ដែររបៀបចឹងហើយដល់ពេលហើយគាត់ថាបើកហ្នឹងដូចឲ្យគាត់ចង់ឲ្យគាត់ឃើញអ្វីមួយយ៉ាងបើកទៅដល់អាផ្លូវមួយដែលដាច់ផ្លូវហ្មងរបៀបដាច់ផ្លូវទាំងហ្មងរបៀបចឹងហើយគាត់នៅក្នុងប្រឡងនោះឡងបែបនោះសាក់ចឹងទៅខ្ញុំយកសពចម្លែកចឹងណាហើយក៏តបមកទៀតរបៀបថាគាត់ថាតាំងពីគាត់បានលក់ឡានហើយក៏លែងមានជាការយល់សពឃើញអញ្ចឹងទៀតទៅអានេះសម្រាប់គាត់គិតថាប្រហែលជាឡានហ្នឹងអាចកំបាំងអីពីគេពីមុនមកអីចឹងទៅអានេះសម្រាប់គាត់និយាយលួនគាត់ចឹងអញ្ចឹងសាច់រឿងរបស់គាត់នឹងអត់សូវការទេអ្នកទាំងអស់គ្នាមកជួបជាមួយនឹងសាច់រឿងទី2របស់យើងវិញដែលបងស្រីគាត់អ្នកចែកម្លែកថាគ្រួសារគាត់ហ្នឹងបានទៅទិញឡានហ្នឹងមកហើយឡានមួយហ្នឹងគឺរបៀបថាគាត់មើលតាមរបៀបអេបខ្មែរ24ឬក៏អីរបៀបថាគេផុសលក់ឡានអញ្ចឹងតែជារបៀបមើលតាមអនឡាញអញ្ចឹងហើយគាត់ទៅមើលទៅត្រូវទិញមកហើយឡានមួយហ្នឹងគាត់ថារបៀបអ្នកពួកជេខ្យល់តគ្នាអញ្ចឹងគេហៅអ្នកពួកជេអញ្ចឹងទៅតគ្នាហើយប្តីគាត់ហ្នឹងក៏របៀបថាឃើញឡានហ្នឹងភ្លាមក៏រៀងស្រឡាញ់អញ្ចឹងទៅហើយគាត់ជាប្រពន្ធគាត់ដឹងទេគេចង់ប្តីទិញអីក៏ជិះនឹងដែររបៀបអញ្ចឹងពេលដែលឡានហ្នឹងយកមកដល់ផ្ទះវិញគាត់ចាប់ដើមរៀបចំរបៀបញ៉ាំសែនអញ្ចឹងណាទោះជាឡានមកទឹកមែនប៉ុន្តែរបៀបថាផ្លាក់លេខនៅក្នុងខ្មែរយើងមែនប៉ុន្តែក៏គាត់ចង់ត្រូវការរបៀបនេះអញ្ចឹងដែរអ្នកនរគ្នាសែននឹងដែរហើយឡានមួយហ្នឹងពេលដែលយកចូលមកឆ្កែគាត់នៅក្នុងផ្ទះហ្នឹងលូហ្មងហើយគាត់អារម្មណ៍មួយរៀងចម្លែកអារម្មណ៍មួយដែលវាថារៀងខ្លាចដែរតែគាត់គិតថាចុយនិយាយថាអាហ្នឹងរបស់ថ្មីអញ្ចឹងគាត់គិតថាមកពីរបស់ថ្មីគាត់កុំគិតច្រើនបើអីទិញហើយអត់មានគិតច្រើននេះចាប់ដើមរៀបចំសែនអីចឹងហើយបន្ទាប់មកយប់នឹងឆ្កែគាត់អត់ទៅណាទៅនៅតែពូលូឡានហ្នឹងហ្មងកូនឆ្កែទូចតែគាត់ចាំក្នុងផ្ទះហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាដឹងថាប្រហែលជាគាត់ថ្លង់ខ្លាំងពេកហើយនៅអត់យូរណាឡានហ្នឹងគឺភ្លាមហ្នឹងហ្មងយប់ថ្ងៃហ្នឹងហ្មងរបៀបថាគាត់ហ្នឹងរបៀបថាកូនឆ្កែហ្នឹងវាអត់ទៅណាវាព្រោះគាត់ថ្លង់ពេកហើយគាត់ចាប់ដើមមានអារម្មណ៍អត់សូវស្រួលแล้วគាត់បានប្រាប់ប្តីគាត់ដែរថាបងឡានយើងអត់ស្រួលទេមើលទៅឆ្កែវាក៏ជីកជ្រុលអត់ទៅណាចឹងរបៀបចឹងអត់ព្រមឡើងទៅដេកឡើងអីចឹងណាហើយបន្ទាប់មកទៀតគាត់ក៏ចុះមកមើលអ្នកទាំងអស់គ្នាកូនឆ្កែគាត់លូអារបៀបព្រោះរបៀបដូចព្រោះមនុស្សអត់ស្គាល់ចឹងណាព្រោះក្នុងឡានចឹងទេគាត់ចុះមកគាត់ភ្ញាក់ហ្មងអ្នកទាំងអស់គ្នាគាត់ឃើញមនុស្សស្រី3កូននៅក្នុងឡានហ្នឹងហ្មងគាត់ថាជុកបាសណាប្រពន្ធនឹងចុះមកមុនហ្មងគាត់ថាខ្លួនជុកបាសណាអត់នេះទេហើយឡានហ្នឹងគឺឲ្យទុកនៅក្នុងផ្ទះគាត់យូរថ្ងៃតំមកជប់ហ្នឹងគាត់ស្អែកឡើងឲ្យប្តីគាត់ហ្នឹងយកទៅរកជាមួយនឹងនេះហ្នឹងគឺដាក់លក់នៅផ្សារឃ្លាំងគេលក់ហ្មងលេខដែលពូដែលគាត់លក់ឡានហ្នឹងក៏គាត់ទិញហើយគាត់ថាអត់មានទិញចូលវិញទេអញ្ចឹងទៅគាត់ទៅរកផ្ញើគេឡើងឃ្លាំងលក់ឡានលក់ក្នុងតម្លៃថោកគាត់លក់ដែរលក់ចាញ់ហ្មងនេះទៅគឺចង់ផ្ញើគេលក់ចាញ់បាត់ហ្មងហើយគាត់ក៏អត់ហ៊ានប្រាប់ខ្ញុំដែរថាឡានគាត់នឹងជាប្រភេទឡានពណ៌អីចឹងខ្លាចអ្នកគេជិះទៅវាមានបញ្ហាទាំងអស់គ្នាហើយគាត់និយាយថារឿងពិត
អីដែលសំខាន់ថ្ងៃដែលប្តីគាត់ហ្នឹងយកឡានហ្នឹងចេញទៅវិញគឺមេឃភ្លៀងហើយអ្នកទាំងអស់គ្នាដឹងមិនអត់ចាឡានហ្នឹងគឺវាស្រក់តក់ពីលើដបូលមកហ្មងអញ្ចឹងមកន័យថាបើយើងតាមតែធម្មតាន័យថាអ្នកដែលគេចេះមើលឡានអញ្ចឹងប្តីគាត់ថាបងទិញឡានខុសហើយរបៀបថាឡានដែលគេផ្សារអ្នកទាំងអស់គ្នារបៀបតែជាពីររបៀបថាឡានគេយកមកកាត់តរបៀបអញ្ចឹងហើយក៏បានគុណបុនឆ្កែទៅគាត់ថាពេលហ្នឹងគាត់ឃើញច្បាស់ហ្មងដោយសារតែសាច់រឿងគាត់ខ្លីពេកអញ្ចឹងមកខ្ញុំយកមកអត់បានលើកយកមកនិយាយហើយក៏ទុកដាក់លីងចូលគ្នាមកសាច់រឿងរបស់បងប្រុសបដ ទៅតែហើយតាមពិតអញ្ចឹងហើយបើតាមពិតទេខ្ញុំថាទិញឡានលើក្រោយមិនទៅហៅគ្រូមេខ្យល់មកពីណាទេយកតែឆ្កែទៅតាមទៅហាតាឡានហ្នឹងមិនស្រួលទេវាព្រុកលួយនេះទៅហៅមើលតែជួលទៅហៅអីចឹងឬមួយក៏ទៅហៅទិញផ្ទះទិញអីចឹងអ្នកមានឆ្កែបានហើយវាមានភ្នែកតក់វាហ្នឹងហើយជុំវាមើលឃើញយើងមនុស្សយើងមិនបាច់ទៅគ្រូចិនសៃណាមកម៉ែយកឆ្កែទៅហ្មងតាព្រុសលូដល់អាវិតខ្មោចអត់លេងសើចទេអ្នកនរគ្នាប៉ុន្តែសាច់រឿងមួយនេះគឺអែមដែរហ្នឹងហើយខ្ញុំអត់ទៅហៅអីមែនមករយៈនេះគឺកំពុងកខ្ញុំពិតជាអត់ស្រួលមែនគ្រុនបដាសាយនោះគឺជាប់រហូតហ្មងខ្ញុំផឹកអាទឹកស្អីគេនេះនេះថប់គេពីថ្ងៃហ្នឹងវីតាមីន C គេវាមិនខ្លាំងដូចថ្នាំទេប៉ុន្តែវាយើងស្រួលខ្លួនស្រួលកំពុងកគ្រឿងសម្រាប់ពងកបានចេញមិនចៃសម្រាប់អ្នកនរគ្នាស្ដាប់ហើយតទៅពេលយើងចិត្តមកនេះខ្ញុំទុកពួកអានេះពួកអាមានស្អីគេនេះឧបទាក្រហមពេលចិត្តមកចំឆុងផឹកទៀតតំណងណាអត់ទេតំណងរបស់គាត់មែនខ្ញុំនិយាយមែនខ្ញុំផឹកបាន3 4ថ្ងៃហើយរបស់គាត់ចូលចិត្តជាងគេពួកគាត់ជូរនេះឆ្ងាញ់ណាស់អស់ឆ្ងាញ់មែនណាឡងជូរឯងហ្មងឲ្យស្រួលផឹកអាមនុស្សអ្នកអត់សូវជួយផឹកទឹកច្រើនហ្នឹងចង់បានរបៀបគេហៅថាជួយសម្រួលទៅសាយឈាមរបៀបខ្ញុំនិយាយតាមត្រង់បើសម្រាប់គេប្រាប់ខ្ញុំថាហ្នឹងវាជួយទៅលើ detox ខ្លួនឬថាពោះវៀនអីចឹងណាខ្ញុំពិតជាអត់ដឹងពីប្រសិទ្ធភាពវាខ្លាំងកម្រិតណាព្រោះខ្ញុំទៅសាកបាន3 4ថ្ងៃពិតមែនប៉ុន្តែអ្វីដែលខ្ញុំទទួលបានគឺវាគឺជារបស់ធម្មជាតិដែលជាពពុះអានេះមានម្នាស់មានក្រូចគេធម្មជាតិដែលគេគ្រាន់តែគេសង្ងត់នៅក្នុងម៉ាស៊ីនណាហើយគេទុកឲ្យយើងស្រួលយើងយកតាមខ្លួនយើងចង់ឆុងពេលណាញ៉ាំបានពេលហ្នឹងវាស្រួលហើយវាមានចិត្តជូរចំមាត់ដែរអ្នកដែលគាត់ចូលចិត្តញ៉ាំទឹកសសាបទេញ៉ាំពពុះទឹកនេះជួយស្បែកឲ្យភ្លឺហ្មងរបៀបវាជួយធ្វើឲ្យស្បែកយើងភ្លឺ detox ល្អអត់ទេមែនហើយជួយទៅលើសម្រួលទៅលើការបន្ទោបងពិតមែនស្រួលលើកាហ្វេស្រួលណាស្រួលនេះស្រួលចាំខ្ញុំដាក់ពេកគាត់ឲ្យតែជួយឈុតទៅដូចមានគេថែមដបទឹកទៀតតំណងណាបងប្អូនអញ្ចឹងបាននេះណាចាំដាក់ពេកគាត់ឲ្យបាយ